មានអ្នកវិភាគសេដ្ឋកិច្ចមួយដែលគាត់ជាជនជាតិថៃផ្ទាល់ហ្មងបានបន្ទោសទៅលើថៃដែលផ្ដាច់ទំនាក់ទំនងជាមួយនឹងខ្មែរយោងទៅតាមគាត់ផ្ទាល់គាត់វិភាគថាធ្វើឲ្យសេដ្ឋកិច្ចនៅថៃធ្លាក់ចុះខ្លាំងមែនទែន business ធំតូចនៅថៃអីដែលរំពឹងទៅលើការនាំចូលរបស់ខ្មែរអញ្ចឹងណាត្រូវអស់លុយច្រើនណាបាទសរុបទៅអស់$24 លានក្នុងមួយថ្ងៃមកពីខ្មែរយើងគឺជាប្រភពចំណូលទី2របស់ថៃអញ្ចឹងដល់ពេលបាត់អញ្ចឹងទៅគឺធ្លាក់ខ្លាំងក្រៅពីនោះទៀតគាត់ថាមានពលករថៃច្រើនជាងខ្មែរទៀតដែលគាត់មកធ្វើការមករកស៊ីនៅព្រំប្រទល់ហើយក៏ចូលមកខ្មែរមានច្រើនជាងខ្មែរច្រើនអញ្ចឹងឥឡូវដល់ពេលបិទborder អស់អញ្ចឹងទៅគាត់ក៏អត់ការងារធ្វើទៀតនិយាយទៅក៏បន្ទោសគ្នាឯងបងថានៅសុកមិនសុកទេទៅអញញ៉ៃទៅក្លុកនៅព្រំប្រទល់ធ្វើឲ្យមានរឿងហើយព្រំប្រទល់អត់ទាំងនៅចិត្តថៃផងគាត់និយាយអញ្ចឹងគឺត្រូវមែនតើសេដ្ឋកិច្ចទាំងសងខាងត្រូវបានប៉ះពាល់ហើយមានរបស់តូចដូចជារឿងភាគដូចជារបស់ប្រើប្រាស់ដូចជាអគ្គិសនីអ៊ីនធឺណិតហ្នឹងគឺតូចទេប៉ុន្តែឥឡូវគឺខ្ញុំឮថាបិទនេះទៀតបិទការហោះហើរទៀតទៅថៃទៀតហើយសាំងឡើងថ្លៃអញ្ចឹងទៀតហើយជាពិសេសភ្ញៀវទេសចរដែលចេញពីខ្មែរទៅថៃចេញពីថៃទៅខ្មែរឥឡូវមានបញ្ហាទៀតខ្ញុំមិនថាពួកហ្នឹងវាអត់ចេះគិតវាអត់ចេះមើលរូបភាពធំដើម្បីដីមួយកន្លែងឃើញបែកបាក់ខ្ទេចខ្ទីហើយបើនិយាយថាខ្មែរយើងធ្វើលើក៏និយាយអត់កើតដែរមកពីយើងគ្រាន់តែការពារខ្លួនឯងទេហើយយើងក៏មិនចង់មានទំនាក់ទំនងជាមួយមនុស្សដែលអត់គួរឲ្យជឿជាក់បានដែរដែលមួយឆ្នាំចង់តែដដើមយកទឹកដីយើងដែរ so គាត់និយាយចឹងត្រូវហើយ I agree